បាទនៅថ្ងៃនេះខ្ញុំនឹងចែករំលែកនៅចំណុចមួយពាក់ព័ន្ធនឹងគុណប្រយោជន៍នៃការប្រើប្រាស់វ៉ាក់សាំងការពារបាទអញ្ចឹងការការពារយើងធ្វើឡើងតាមមធ្យោបាយពីរទី1គឺមធ្យោបាយបែបសុវត្ថិភាពខាងក្រៅមានន័យថាគឺបានដល់ការបោសសម្អាតអនាម័យបាទបាញ់ថ្នាំកម្ចាត់មេរោគលាងសម្អាតអានឹងពាក់ព័ន្ធនឹងសុវត្ថិភាពនៅខាងក្រៅដែលយើងធ្វើបានដោយដៃបាទអាហ្នឹងគឺគោលដៅរបស់វាគឺការបោសសម្អាតធ្វើឲ្យបរិស្ថាននៅក្នុងរោងរបស់យើងវាល្អសុវត្ថិភាពការលាងគឺបំបត្តិក្លិនបំបត្តិមេរោគការបាញ់ថ្នាំគឺជាមធ្យោបាយកម្ចាត់មេរោគដែលមាននៅលើទ្រុងបាទមិនថាធុងកូនមន់ថាធុងមន់ធំទេគឺធានការ3នេះត្រូវតែអនុវត្តធ្វើលាងបាញ់ថ្នាំហើយនឹងបោសសម្អាតអាហ្នឹងការពារពីខាងក្រៅណាហើយការពារពីក្នុងដោយមធ្យោបាយដែលខ្ញុំកំពុងតែធ្វើហ្នឹងគឺការពារពីក្នុងបានន័យថាផ្ដល់កម្មវិធីវ៉ាក់សាំងទៅតាមមុខជំងឺដែលតែងតែកើតមានហើយវ៉ាក់សាំងនេះបងប្អូនមិនចាំបាច់ត្រូវប្រៀបធៀបគ្នាតារាងវ៉ាក់សាំងមួយទៅមួយគ្រូមួយកន្លែងមួយទៅកន្លែងមួយទេបាទគឺវាមិនអាចដូចគ្នាទាំងស្រុងទេបាទក្រុមហ៊ុនធំក៏កម្មវិធីវ៉ាក់សាំងរបស់គេក៏មិនអាចដូចគ្នាដែរទៅតាមប្រភេទពូជមាន់ក៏ដូចជាតំបន់ដែលវាតែងតែកើតមានអាហ្នឹងគេអនុលោមទៅតាមហ្នឹងប៉ុន្តែជាទូទៅសម្រាប់មាន់ស្រែរបស់យើងបងប្អូនអាចអនុវត្តធ្វើប្រមាណមុខក៏បានដែរអាហ្នឹងកើតមានញឹកញាប់ណាបាទរៀបរាប់វាច្រើនបងប្អូនពាក់ព័ន្ធនឹងយូកាសកំប្រូមេរិកបាទអត់បាទអាសានរោគខូរ៉ាបាទកូរីសាអីហ្នឹងពួក Evenfluenza បាទនេះតែពពួកប្រាស័យបក្សីមានច្រើនវ៉ាក់សាំងណាប៉ុន្តែយ៉ាងហោចណាស់បងប្អូនយើងចិញ្ចឹមលក្ខណៈគ្រួសារល្មាក់ល្មមបងប្អូនអាចធ្វើបានតែ2ឬក៏3មុខទៅអាហ្នឹងក៏អាចបានហើយទី1គឺយូកាសបងប្អូនការពារជំងឺដង្កោនឹងហើយកំប្រូអាសានរោគនឹងហើយប្រាស័យ3មុខ4មុខនេះគឺវាគ្រប់គ្រាន់ហើយសម្រាប់យើងអ្នកចិញ្ចឹមកសិកម្មខ្នាតគ្រួសារមធ្យមបាទអញ្ចឹងបងប្អូនថាអនុវត្តធ្វើឲ្យបាននិយាយទៅតែខាងតែបានហ្មងមិនអាចរំលងបានទេណាការងារហ្នឹងណាបាទកុំឲ្យខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនធ្វើផ្សងសំណាងទេការងារហ្នឹងគឺត្រូវតែច្បាស់លាស់ទៅលើវាធ្វើឲ្យអស់ដៃសិនហ្នឹងហើយមុននឹងថាបរាជ័យយើងធ្វើឲ្យអស់លទ្ធភាពដែលយើងអាចធ្វើទៅបានហ្នឹងអញ្ចឹងកម្មវិធីវ៉ាក់សាំងបងប្អូនត្រូវធ្វើហើយឲ្យយល់ពីវាមកណាឲ្យយល់ហ្នឹងហើយមានអីជាងយល់ចេះទេអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនបង្កើនចំណេះដឹងជំនាញទៅលើការងារហ្នឹងបាទខ្ញុំខ្លួនឯងក៏ខ្ញុំនៅតែបន្តរៀនសូត្រសាវជ្រាវបន្តដែរអីដែលខ្ញុំធ្វើបានបច្ចុប្បន្នវាអាចនឹងហួសទៅលេនៅពេលណាមួយដែលជំងឺវាមានការវិវត្តអញ្ចឹងខ្ញុំក៏នៅតែបន្តរៀនណាបងប្អូនក៏ដូចគ្នាត្រូវតែបន្តរៀនសូត្រអភិវឌ្ឍថែទាំអានេះគោលដៅការពារលុយរបស់យើងទេបងប្អូនមើលឲ្យយល់ចាំខ្ញុំតែឲ្យ set គោលបំណងឲ្យច្បាស់ហេតុអីបានតែយើងធ្វើការងារហ្នឹងពេលដែលយើងយល់ដល់បំណងគោលបំណងរបស់យើងហើយយើងរៀបចំអភិវឌ្ឍជំនាញចំណេះដឹងរបស់យើងទៅលើការងារហ្នឹងបាទអានោះតែយើងធ្វើបានល្អអញ្ចឹងណា